បើសិនជាអ្នកភ្លីភ្លើងមិនចេះកោះកំប៉ុងអ្នកគ្រាន់តែកាប់ក្បាលវាចុះមកក្រោមជាមួយនឹងផ្ទៃបេតុងហើយរុះវាទៅមកការកកិតនឹងធ្វើឲ្យកំប៉ុងស្ដើងហើយអ្នកនឹងឃើញវត្ថុដែលនៅក្នុងកំប៉ុងហូរចេញមកបន្ទាប់មកត្រឡប់វាមកវិញហើយសង្កត់មាត់កំប៉ុងតិចតិចវានឹងប៉ាងគម្របចេញមកហើយសូមអរគុណសូមជម្រាបសួរបើសិនជាអ្នកភ្លើធ្វើឲ្យកៅ502ជាប់នៅលើម្រាមដៃរបស់អ្នកតើត្រូវធ្វើដូចម្ដេចទី1ជាប្រភេទប្រេងខ្យល់វាពិតជាអាចជួយអ្នកបានដោយគ្រាន់តែស្រក់ពីរបីដំណក់លើវារួចបន្តញោមម្រាមដៃកុំភ្លេចបណ្ដក់វាម្ដងហើយម្ដងទៀតវានឹងឆាប់យកកៅចេញវិធីទី2ប្រសិនបើអ្នកមិនមានប្រេងខ្យល់នៅក្នុងផ្ទះរបស់អ្នកទេសូមប្រើសាប៊ូវាស្រដៀងនឹងវិធីមុនដែលបន្តលាបសំណើមរួចបន្តញោមម្រាមដៃប៉ុន្តែប្រសិទ្ធភាពនៃទឹកសាប៊ូមិនខ្ពស់ដូចលើកមុនទេដូច្នេះបើងាយស្រួលអ្នកអាចរកឧបករណ៍មកជួយបន្ថែមបានវិធីទី3ក៏ជារបស់ដែលគ្រប់គ្រួសារមានដែរនោះគឺអំបិលចាក់អំបិលលើវាហើយអ្នកអាចបន្ថែមទឹក2ដំណក់ក្នុងកម្រិតមធ្យមនោះនឹងអាចជួយអ្នកបានហើយសម័យឥឡូវខ្ញុំដឹងថានឹងមានមនុស្សភ្លើជាច្រើនយកកៅមកលេងដូច្នេះប្រសិនបើរឿងដូចខាងលើអ្នកអាចសាកតាមវិធីនេះបានបើសិនជាអ្នកភ្លើលេបត្រីទាំងរស់វានឹងមុតបំពង់ក៏ធ្វើឲ្យពិបាកលេបប្រសិនបើត្រីកាន់តែរើវាអាចនឹងកោះបំពង់របស់អ្នកកាន់តែខ្លាំងប៉ុន្តែប្រសិនបើអ្នកពិតជាភ្លើលេបវាមែននោះត្រីនឹងចូលទៅក្នុងក្រពះរបស់អ្នកហើយវាមិនរស់បានយូរនោះទេអាស៊ីតក្រពះរបស់អ្នកខ្លាំងវានឹងបំបែកយ៉ាងលឿនប្រសិនបើត្រីនោះមានផ្ទុកប៉ារ៉ាស៊ីតដូចជាដង្កូវពួកវាអាចរស់រានមានជីវិតនៅក្នុងអាស៊ីតក្រពះបានហើយឆ្លងកាត់ប្រព័ន្ធរំលាយអាហារបានយ៉ាងងាយស្រួលប្រសិនបើអ្នកចូលចិត្តញ៉ាំរបស់ឆៅសូមឧស្សាហ៍ទម្លាក់ព្រូនចេញផងសូមអរគុណសាច់ចាប់ផ្ដើមធ្លាក់ពីលើមេឃហើយរាយប៉ាយពាសពេញវាលច្រែរបស់កសិករគ្រប់ដណ្ដប់លើផ្ទៃដីយ៉ាងធំដុំសាច់មានច្រើនប្រភេទខ្លះធំដល់ទៅ2អ៊ីងនិងខ្លះតូចជាងនេះអ្នកជ្រុកច្រែបានប្រមូលសាច់យកមកបរិភោគទៀតផងប៉ុន្តែគ្មានអាណាមួយដឹងថាវាមកពីណាទេមនុស្សមួយចំនួនគិតថាវាជាក្រុមក្អែកដែលស៊ីច្រើនពេកហើយក្អួតក្នុងអំឡុងពេលហោះហើរប៉ុន្តែវានៅតែជាអាចកំបាំងរហូតមកដល់សប្តាហ៍ថ្ងៃនេះប្រៃឡប់បើសិនជាពស់ចង់ចាប់រំលោភអ្នកហើយមិនព្រមលែងសូមកុំភ័យហើយកុំព្យាយាមទាញវាចេញនោះនឹងធ្វើឲ្យវាកាន់តែធ្ងន់ធ្ងរទៅវិញទេអ្នកគួរព្យាយាមចាក់ទឹកក្តៅលើក្បាលវាឲ្យវាច្របូកច្របល់បើវាមិនបានផលចូលចាប់កន្ទុយរបស់វាហើយខំវាវិញបើវានៅតែមិនលែងទៀតអ្នកអាចប្រើទឹកសាប៊ូចាក់ចូលមាត់វាម្ដងប្រសិនបើអ្នកបកដៃរបស់អ្នកដោយអស់ពីកម្លាំងរបស់អ្នកប្រហែលជាគិតថាដោយការប្រឹងប្រែងគ្រប់គ្រាន់នៅទីបំផុតអ្នកនឹងអន្តែតទៅលើប៉ុន្តែដើម្បីហោះហើរពិតប្រាកដអ្នកត្រូវបកដៃរបស់អ្នកច្រើនជាង100ដងក្នុង1វិនាទីស្ទើរតែលឿនដូចស្លាបបក្សីហើយខណៈពេលដែលអ្នកអាចធ្វើបាននោះភាពធន់នឹងខ្យល់និងចលនានឹងធ្វើឲ្យរហែកសាច់ដុំរបស់អ្នកដាច់ពីគ្នាក្នុងរយៈពេលប៉ុន្មានវិនាទីឥឡូវនេះប្រសិនបើអ្នកបន្ថែមស្លាបដ៏ល្អឥតខ្ចោះទៅក្នុងដៃរបស់អ្នកហើយបកវាក្នុងល្បឿនដែលមិនអាចទៅរួចអ្នកអាចចាក់ចេញពីដីបានមួយផ្លែតប៉ុន្តែវានៅតែមិនអាចទៅរួចទេដូច្នេះហើយកុំគិតអំពីវាអីយើងនាំគ្នាមកញ៉ាំស្រមោចវិញប្រសិនបើអ្នកញ៉ាំស្រមោចអ្នកប្រហែលជាគិតថាវាមិនមានប្រូតេអ៊ុីននោះទេប៉ុន្តែប្រហែល20%នៃស្រមោចត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីនហើយស្រមោចមួយអាចផ្ដល់ឲ្យអ្នកនូវប្រូតេអ៊ីនប្រហែល1មីលីក្រាមប្រសិនបើអ្នកញ៉ាំមួយក្តាប់តូចវាស្មើនឹងសាច់អាំងតូចមួយប៉ុន្តែដើម្បីផ្គូផ្គងប្រូតេអ៊ីនមួយពែងត្រូវការចាមុជប្រហែល20000ក្បាលប្រសិនបើអ្នកធ្លាក់ចូលទៅក្នុងលូមនុស្សភាគច្រើននឹងព្យាយាមស្រែកប៉ុន្តែនៅក្នុងលូជាធម្មតាអ្នកមិនអាចជឿសំឡេងណាមួយពីខាងក្រៅបានទេនៅពេលនេះអ្នកគួរតែស្វែងរកប្រភពពន្លឺដែលនឹងនាំផ្លូវឆ្ពោះចេញទៅក្រៅប្រសិនបើអ្នកមិនឃើញពន្លឺទេសូមព្យាយាមដឹងពីទីដៅដែលទឹកអាចកំពុងហូរអ្នកគួរតែផ្លាស់ទីឆ្ពោះទៅរកលំហូរទឹកវានឹងនាំអ្នកទៅកាន់ផ្លូវរួមក្រោមដីដែលនឹងមានទឹកស្អុយហូរតិចៗបន្ទាប់មកអ្នកអាចប្រើសម្លៀកបំពាក់បិទបំពង់ទឹកស្អុយដែលហូរនោះពេលនោះទឹកនឹងស្ទះនៅផ្ទះនរណាម្នាក់ហើយគេនឹងខករកជាងដើម្បីដោះស្រាយបញ្ហានេះពេលនោះអ្នកនឹងត្រូវបានជួយសង្គ្រោះផងដែរនារីម្នាក់បានធ្លាក់ទូរស័ព្ទចូលទៅក្នុងរណ្ដៅអាចហើយប្តីរបស់នាងបានលោតចូលទៅយកវិញប៉ុន្តែក្នុងរណ្ដៅនោះពោពេញដោយអាចពោលហើយគាត់ក៏ដាច់ខ្យល់តែម្ដងម្ដាយរបស់គាត់ភ័យស្លន់ស្លោក៏លោតចូលដើម្បីជួយសង្គ្រោះហើយក៏ដួលម្នាក់ទៀតបន្ទាប់មកម្ដាយក្មេកនិងឪពុកក្មេកប៉ុន្តែពួកគេទាំងអស់គ្នាបានដួលសន្លប់ដោយសារអាចពោលប្រជាពលរដ្ឋចាស់ច្រើនចំនួន2នាក់បានព្យាយាមជួយប៉ុន្តែហួសពេលទៅហើយ
ពួកគេបានជួយទាញចេញពីលោកបានសម្រេចប៉ុន្តែពីរអ្នកដំបូងបានស្លាប់ទៅហើយនិងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារពលអាចមានចៅពីរក្បាលបានទាមទារឲ្យអ្នកដឹកជញ្ជូនប្រគល់លុយឲ្យគាត់ប៉ុន្តែអ្នកដឹកជញ្ជូនមិនព្រមទើបនាំគ្នាយកអណ្ដើកដែលកំពុងស្រេកឃ្លានហើយដាក់អណ្ដើកភ្ជង់ទៅកាន់ភ្លោកអ្នកដឹកជញ្ជូនធ្វើឲ្យអណ្ដើកកំពុងឃ្លានចង់តែហក់ទៅខាំបរោះនោះនិងស្រែកគំរាមទៅអ្នកដឹកជញ្ជូនកុំឲ្យតើដៃបើមិនដូច្នេះទេអណ្ដើកនឹងខំដាច់ភ្លោកគាត់ឲ្យងាប់ចុងក្រោយអ្នកដឹកជញ្ជូននោះខ្លាចអណ្ដើកខំដាច់ភ្លោកបានប្រគល់លុយឲ្យអាពីក្បាលនោះតាមសម្រួលប្រសិនបើអ្នកយកឆ្អឹងពីរបីចេញពីរាងកាយរបស់អ្នកប្រហែលជាគិតថាអ្នកត្រង់ប៉ុន្តែគ្រោងឆ្អឹងរបស់អ្នកមាន201បំណែកហើយភាគច្រើននៃឆ្អឹងគឺតូចអ្នកអាចដកបំណែកតូចមួយចំនួនចេញពីត្រចៀកនិងស្មារបស់អ្នកហើយនៅតែមានដំណើរការធម្មតាប្រសិនបើអ្នកដកដៃនិងជើងចេញសាច់ដុំរបស់អ្នកនឹងនៅដែរប៉ុន្តែប្រសិនបើអ្នកដកឆ្អឹងអាងត្រកៀកនិងលាតក្បាលចេញនោះអ្នកលែងមានក្របខ័ណ្ឌសម្រាប់ទ្រទ្រង់រាងកាយរបស់អ្នកទៀតហើយនៅពេលដែលអ្នកខំក្រចករបស់អ្នកស្នាមប្រេះតូចបង្កើតនៅលើស្បែកជុំវិញនោះហើយសារធាតុរ៉ាវនៅក្នុងមាត់របស់អ្នកអាចចូលទៅក្នុងស្នាមប្រេះទាំងនោះបានតំបន់ជុំវិញក្រចករបស់អ្នកប្រែជាក្រហមនិងក្តៅបាក់តេរីតូចទាំងនេះអាចនាំឲ្យឈឺចុកចាប់និងហើមមិនមែនសំដៅលើការធ្វើឲ្យក្រចករបស់អ្នកមើលទៅតឹងណែនទេដូច្នេះសូមធ្វើការកាត់ក្រចកដោយប្រើឧបករណ៍កាត់ក្រចកវិញប្រសិនបើអ្នកត្រូវបានមុតជាមួយសាច់ឈើអ្នកអាចប្រងើយកន្តើយហើយគិតថាវានឹងបាត់ទៅវិញដោយខ្លួនឯងប៉ុន្តែប្រសិនបើជាឈើនោះមានមេរោគវិញតំបន់នោះប្រែជាក្រហមនិងឈឺចាប់នេះជាសញ្ញានៃការឆ្លងមេរោគបាក់តេរីពីឈើចូលទៅក្នុងចរន្តឈាមរបស់អ្នកពួកវាអាចคล้ายទៅជាមេរោគដែលរីករាលដាលយ៉ាងឆាប់រហ័សពាសពេញរាងកាយបណ្ដាលឲ្យខូចសរីរាង្គទោះបីជារបួសបន្តិចបន្តួចក៏ដោយអ្នកអាចស្លាប់បានប្រសិនបើមិនបានព្យាបាលទាន់ពេលវេលាដូច្នេះកុំប្រងើយកន្តើយប្រសិនបើអ្នកមិនពាក់ឧបករណ៍ការពារកាំរស្មី UV នៅពេលអ្នកផ្សារដែកនោះទេវានឹងធ្វើឲ្យពន្លឺចូលភ្នែករបស់អ្នកនិងខូចកោសិកាភ្នែករបស់អ្នកនេះគឺដោយសារតែពន្លឺខ្លាំងពេកដែលផលិតដោយការបែកផ្កាភ្លើងខ្លាំងរបស់អគ្គិសនីដែលនឹងចូលទៅក្នុងភ្នែករបស់អ្នកប៉ុន្តែវាមិនមែនគ្រាន់តែជាពន្លឺដែលអ្នកបានប៉ះពាល់នោះទេអ្នកក៏ត្រូវបានប៉ះពាល់នឹងផ្កាភ្លើងក្តៅនិងកម្ទេចកំទីដែលអាចបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរផងដែរប្រសិនបើឈាមប្រភេទ A ត្រូវបានចាក់ចូលទៅក្នុងមនុស្សដែលមានឈាមប្រភេទ B វានឹងចាប់ផ្ដើមឈឺទ្រូងនិងក្តៅខ្លួនភ្លាមនេះដោយសារតែប្រព័ន្ធការពាររាងកាយត្រូវបានវាយលុកដោយឈាមប្រភេទផ្សេងគ្នាដែលបណ្ដាលឲ្យវាខូចប្រព័ន្ធឈាមក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះសម្ពាធឈាមរបស់អ្នកនឹងធ្លាក់ចុះដល់កម្រិតដ៏គ្រោះថ្នាក់ហើយសរីរាង្គរបស់អ្នកអាចនឹងចាប់ផ្ដើមខូចប្រសិនបើអ្នកមិនទទួលការអន្តរាគមន៍ភ្លាមពីគ្រូពេទ្យអ្នកអាចគាំងបេះដូងនិងងាប់ភ្លាមបើសិនជាអ្នកភ្លីភ្លើងមិនចេះកោះកំប៉ុងអ្នកគ្រាន់តែកាប់ក្បាលវាចុះមកក្រោមជាមួយនឹងផ្ទៃបេតុងហើយរុះវាទៅមកការកកិតនឹងធ្វើឲ្យកំប៉ុងស្ដើងហើយអ្នកនឹងឃើញវត្ថុដែលនៅក្នុងកំប៉ុងហូរចេញមកបន្ទាប់មកត្រឡប់វាមកវិញហើយសង្កត់មាត់កំប៉ុងតិចវានឹងប៉ាងគម្របចេញមកហើយសូមអរគុណសូមជម្រាបសួរស្ត្រីម្នាក់ត្រូវបានស្លាប់អំឡុងពេលព្យាបាលដោយឡាស៊ែរខុសច្បាប់មួយកន្លែងប៉ុន្តែជំនួសឲ្យការយកគាត់ទៅមន្ទីរពេទ្យគ្រូពេទ្យคล้ายៗបានយកសាកសពរបស់គាត់ដាក់ក្នុងវ៉ាលីហើយទុកវ៉ាលីនៅក្នុងយានដ្ឋានរបស់គាត់អស់រយៈពេលជាច្រើនសប្តាហ៍ខណៈដែលក្រុមគ្រួសាររបស់នាងបានប្តឹងប៉ូលីសឲ្យស្វែងរកពេទ្យคล้ายៗនោះដើម្បីលាក់ភស្តុតាងគាត់បានកប់សាកសពរបស់កនាងនៅក្នុងយានដ្ឋានហើយគ្រប់ដោយបេតុងសាកសពត្រូវបានរកឃើញប្រហែល1ឆ្នាំក្រោយមកហើយបុរសនោះត្រូវបានកាត់ទោសឲ្យជាប់គុកខណៈពេលនោះបុរសម្នាក់ទៀតបានរកឃើញសាកសពរុំដោយផ្លាស្ទិកនៅពេលដែលគាត់បានបើកសោស្តុកទុករបស់គាត់រំពឹងថានឹងរកឃើញវត្ថុមានតម្លៃបន្ទាប់ពីឈ្នះកន្លែងផ្ទុកទំនិញនៅក្នុងកម្មវិធីទូរទស្សន៍ប៉ុន្តែសាកសពពិតជាជាប់ពាក់ព័ន្ធនឹងករណីអាថ៌កំបាំងមួយដោយរបាយការណ៍បង្ហាញថាស្ត្រីរូបនេះត្រូវបានប្តីសម្លាប់ចោលហើយទុកក្នុងឃ្លាំងជាច្រើនឆ្នាំក្រោយមកការរកឃើញដ៏ខ្មៅងឹតនេះបានក្លាយជារឿងព្រេងនៃការដេញថ្លៃអ្នកទិញពេលឃ្លាំងដេញថ្លៃពេលខ្លះសុបិនអាក្រក់ឃើញថាមិនមែនកំណប់ទ្រព្យទេប្រសិនបើអ្នកដាក់ទំព័រសៀវភៅធំពីរក្បាលចូលគ្នាអ្នកប្រហែលជាគិតថាអ្នកអាចទាញវាដាច់ពីគ្នាបានប៉ុន្តែវានឹងមានការកកិតច្រើនរវាងសន្លឹកក្រដាសដែលវាមិនអាចទៅរួចសម្រាប់មនុស្សម្នាក់ក្នុងការទាញវាចេញពីគ្នាតាមពិតទៅសូម្បីតែមនុស្សម្ខាង5អ្នកទាញខ្សែពួរលើសៀវភៅក៏ដោយក៏អ្នកនៅតែមិនអាចទាញវាចេញពីគ្នាបានដែរព្រោះខ្សែពួរនឹងទាញសៀវភៅមកជាមួយមានសត្វស្លាបមួយហ្វូងធំបានប្រញាប់ប្រញោលចូលតាមបំពង់ផ្សែងនិងចេញមកយ៉ាងច្រើនពេញផ្ទះទាំងមូលជាមួយចំនួនរាប់ពាន់ក្បាលពួកវាហើរបុកជញ្ជាំងនឹងក្បាលមនុស្សដោយបន្សល់ទុកនៅស្នាមរោមនិងភាពច្របូកច្របល់
ដំបងឡើយមានសម្លេងចម្លែកចេញពីបំពង់ផ្សែងប៉ុន្តែមុនពេលដែលពួកវាអាចហើរចូលមកគឺមានសត្វស្លាបរាប់រយក្បាលបានហើរនៅជុំវិញផ្ទះអ្នកគ្រប់គ្រងសត្វបានប្រាប់ពួកគេឲ្យបើកទ្វារដើម្បីឲ្យពួកវាហើរចេញប៉ុន្តែមេគ្រួសារក្បាលរឹងបានបញ្ចប់ដោយការយកសត្វស្លាបនីមួយចេញដោយដៃក្នុងរយៈពេល3ថ្ងៃទើបអស់ប្រសិនបើអ្នកបានតាក់ខ្សែសន្ទូចហើយដាច់ម្រាមដៃដោយចៃដន្យនោះសូមកុំភ័យស្លន់ស្លោអ្នកត្រូវតែរកឲ្យឃើញផ្នែកដែលដាច់ហើយត្រូវជូតវាឲ្យស្ងួតរួចរុំវាដោយក្រណាត់ស្អាតដើម្បីការពារកុំឲ្យខូចដាក់វានៅក្នុងថង់ហើយដាក់ក្នុងទឹកកកក្លាសេរួចប្រញាប់ជិះកង់តម្រង់ទៅកាន់មន្ទីរពេទ្យភ្លាមដួលកំងើបគ្រូពេទ្យអាចនឹងវះកាត់ភ្ជាប់វាឡើងវិញបានសូមអរគុណសូមជម្រាបសួរ